ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្វាគមន៍មកកាន់កម្មវិធីជជែកវែកញែកគឺជាកម្មវិធីថ្មីសម្រាប់ពុកម៉ែបងប្អូនកំសាន្តសប្បាយតែម្ដងជាពិសេសឲ្យពុកម៉ែបងប្អូនដឹងពីរឿងរ៉ាវមួយចំនួនតាក់ទងនឹងបុគ្គលល្បីៗនៅក្នុងសង្គមមិនថាសិល្បករសិល្បការិនីឬបុគ្គលល្បីៗដែលមានស្នាដៃនិងតស៊ូក្នុងឆាកជីវិតឥឡូវនេះខ្ញុំបាទអឹមជីវ៉ានឹងធ្វើកិច្ចសម្ភាសន៍ជាមួយនឹងបាទបងប្រុសបងស្រីដែលជាបុគ្គលមួយរូបតស៊ូក្នុងឆាកជីវិតហើយនីតិជជែកវែកញែកបានឧបត្ថម្ភបាទសូមអភ័យទោសបាទនីតិជជែកវែកញែកបាទឧបត្ថម្ភកម្មវិធីដោយកៅអៀកយិនសិនយ៉ាងធាជាកៅអៀកមានគុណភាពខ្ពស់ពីប្រទេសចិនសំឡងពីអាស័តបុរាណចិនជាច្រើនប្រភេទជួយបំបត្តិអាការៈចុករយដៃជើងឈឺសន្លាក់ឈឺសាច់ដុំនិងក្លេចថ្លោះយ៉ាងមានប្រសិទ្ធភាពបាទឥឡូវនេះសូមជួបជាមួយនឹងបាទបងអូនស្រីបងអូនប្រុសទាំងពីររូបបាទជំរាបសួរបាទជំរាបសួរអូហូបាទគាត់ឃើញមុខគាត់ដឹងទៅសុខសប្បាយដែរណាបាទបាទបងអូនប្រុសមានឈ្មោះអីដែរបាទខ្ញុំឈ្មោះជៀនបងជៀនណាបាទហើយបងអូនស្រីខ្ញុំឈ្មោះសុភានីនបងបាទសុភានីនចាបងជៀននិងសុភានីនគឺជាដែលគេថាបើនិយាយចំទៅគឺជាអ្នកពិការភាពភ្នែកចាបងបាទរឿងរ៉ាវមួយចំនួនបងនឹងធ្វើកិច្ចសម្ភាសជាមួយបងអូនហើយបើសិនជាសំណួរណាមួយដែលបងសួរទៅពីប៉ះពាល់ដល់អារម្មណ៍បងអូនបងសុំទោសទុកជាមុនណាអូនណាបាទជៀនមានអាយុប្រហែលហើយខ្ញុំឆ្នាំនេះ35ឆ្នាំហើយបង35ឆ្នាំហើយបាទរស់នៅស្រុកកំណើតនៅទីណាដែរស្រុកកំណើតតែម្ដងគឺនៅខេត្តកពតប៉ុន្តែយើងមកផ្លាស់ប្ដូរមកនៅខាងប្រទីមានជ័យនេះតាំងពីឆ្នាំ2003 2004នៅក្រុងប៉ោយប៉ែតមានបងប្អូនប្រហែលអ្នកដែរខ្ញុំមាន7នាក់7នាក់គឺជាកូនទីម៉ានខ្ញុំទី4គឺជាកូនទី4បាទសូមអភ័យទោសអូនជិនពិការភាពនេះតាំងពីកំណើតឬក៏ពិការភាពនៅពេលដែលបងអូនពេញវ័យទេបាទខ្ញុំពិការភាពភ្នែកនេះគឺមានអាយុ5ឆ្នាំដោយសារគ្រោះថ្នាក់គ្រោះថ្នាក់អីគេទៅអូនក្របបងក្របលេងក្របបងក្របមិនលេងក្របមិនលេងក្របផ្ទុះយើងបាទក្របផ្ទុះយើងអាហ្នឹងក្របគេហៅក្របគីបអាហ្នឹងភាគច្រើនគេយកទៅបាញ់ថ្មឬក៏គេឆ្នៃធ្វើជាក្របបាយទៅបោកត្រីបោចតាមព្រែកតាមស្ទឹងតាមអីចឹងណាអូបាទហើយដល់ពេលអាក្របហ្នឹងពេលបងប្អូនយកទៅលេងទីធំក៏ទៅអូនប៉ុននិយាយទៅប៉ុនផាវបងអូប៉ុនផាវទេហើយពេលផ្ទុះទៅចំភ្នែកបាទចំតែភ្នែកពេលនោះបងអូនលេងតែម្នាក់ឯងទឹកមានមិត្តភក្តិមកម្នាក់ឯងបងអូត្រូវតែឯងទេពេលនោះបងអូនស្ថិតនៅស្រុកកំណើតនៅខាងខេត្តកពតបាទហើយដល់ពេលយកមកដល់ពេទ្យគាត់ថាយើងព្យាបាលលេងបានហើយបាទព្យាបាលលេងបានហើយព្រោះថាកូនកំមុំភ្នែកគឺបែកស្រាំអូហូបាទសូមអភ័យទោសពេលនោះបងអូនមានអារម្មណ៍បែបណាដែរប៉ុន្តែបងអូននៅក្មេងតែអាយុ5ឆ្នាំបាទមានអារម្មណ៍ថាទូចិត្តដែរអត់ពេលនោះកាលនោះយើងនៅក្មេងបើខូចចិត្តក៏ខូចចិត្តតិចតួចដែរបាទព្រោះថាយើងអត់ទាន់ចេះក្តីវិញឆ្ងាយហ្នឹងកាលនៅតូចបាទដល់ពេលរៀងធំឃើញក្មេងៗដតីទៀតគេរត់លេងបានធម្មតាអញ្ចឹងទៅហើយយើងធ្វើអត់បានដូចគេក៏វារៀងអន់ចិត្តតែមិនគូណែខ្លួនឯងបានប្រព្រឹត្តរឿងនឹងរហូតដល់ត្រូវភ្នែកខ្លួនឯងអញ្ចឹងណាដល់ពេលបច្ចុប្បន្ននេះទៀតមកដល់ពេលបច្ចុប្បន្ននេះយើងគិតទៅមើលបងប្អូនជនពិការដទៃទៀតយើងត្រូវតែតស៊ូថាមិនមែនមានតែយើងទេជនពិការភាពភ្នែកមានច្រើនណាស់គេធ្វើអ្វីបានទាំងអស់អញ្ចឹងយើងក៏ធ្វើដូចគេបានតស៊ូរស់នៅដូចគេឯងដែរល្អមែនទេនេះគឺជាការតាំងចិត្តមនុស្សម្នាក់ៗតើមានការតាំងចិត្តអញ្ចឹងណាបានយើងរស់នៅក្នុងតស៊ូក្នុងជីវិតបានបន្តទៀតណាបាទឥឡូវបងងាកមកសុភានីវិញចាបងភានីមានអាយុប្រហែលឆ្នាំនេះបងអូនខ្ញុំ29ឆ្នាំ29ឆ្នាំមានស្រុកកំណើតនៅទីណាដែរស្រុកកំណើតនៅបាត់ដំបងមានបងប្អូនប៉ុន្មាននាក់បងប្អូន5នាក់បងប្អូន5នាក់ជាកូនទីម៉ាកូនបើភានីពិការភាពតាំងពីកំណើតឬក៏ភានីនភានីនបាទភានីនសូមអភ័យទោសពិការភាពតាំងពីកំណើតឬក៏តាំងពីកំណើតបងអូតាំងពីកំណើតយើងល្ងិតចឹងចាពេលដែលបងអូនចាប់ដឹងថាបងអូនជាអ្នកពិការភាពដែលសួរឪពុកម្ដាយទេថាហេតុអីក៏ពិការឬក៏មិនឪពុកម្ដាយមានប្រាប់ថាមិនខ្លះទេពេលនេះចាពីតូចមកភ្នែកខ្ញុំគឺអាចមើលបាន50%ដែរអូ50%ចាប៉ុន្តែវាពីមួយឆ្នាំទៅមួយឆ្នាំវាចេះតែធ្លាក់ចុះខ្សោយរហូតមកដល់ឥឡូវគឺឃើញតែពន្លឺតិចតួចទេអញ្ចឹងអូចាហើយពីដើមមកគឺតូចចិត្តខ្លាំងដែរពីហើយយើងឃើញបងប្អូនគេមើលឃើញគេរណាតន័យស្រួលអញ្ចឹងណាគេរៀនសូត្រអីបានតែពេលយើងបើអត់ឃើញអញ្ចឹងយើងពិបាកទទួលយកដែរពេលនេះបងចង់សួរមួយមើលបងអូនដែរទៅជួបគ្រូពេទ្យទេគ្រូពេទ្យគាត់មានការព្យាបាលបែបណាដែលសាកសួររឿងតាក់ទងពីការព្យាបាលភ្នែកបងអូនទេ
អ្នកម្ដាយគាត់នាំទៅព្យាបាលច្រើនកន្លែងដែរបងពេលនៅស្រុកខ្មែរយើងនេះប៉ុន្តែគាត់ព្យាបាលហ្នឹងគឺខ្ញុំខ្ទង់អាយុប្រហែលជា5 6ឆ្នាំហើយបានទៅអូចាដោយសារពីតូចមកដូចលក្ខណៈថាគាត់អត់ដឹងថាយើងល្ងិតទេគាត់ស្មានថាយើងល្ងិតបែបពីដើមមកហៅខ្វាក់មាត់ចាយប់ឡើងយើងរាវមើលអត់ឃើញតែប៉ុន្តែថ្ងៃយើងអាចរត់លេងអីធម្មតាអញ្ចឹងបាទអញ្ចឹងគាត់អត់ដឹងទេការពិតទៅកាលពីទូចគាត់បងមានបញ្ហាជំងឺខ្វាក់មាត់ដូចចាស់គាត់និយាយថាបញ្ហាជំងឺខ្វាក់មាត់បងក៏ធ្លាប់អត់ទៅពេលយប់ឡើងគឺបងមើលអីពេលចាប់ផ្ដើមពីថ្ងៃរៀបលេងមើលអីលេងឃើញរាវហើយចាប់ផ្ដើមឈឺចុកគ្រាប់ភ្នែកម្ដាយបងគិតថាបងពិការភ្នែកបាត់ហើយចាបាទប៉ុន្តែជាប៉ុនឬក៏ជាអ្វីការនោះជំនាន់ចាស់គេហៅឲ្យតិចឲ្យមានផឹកថ្នាំគេព្យាបាលគេហៅជំងឺខ្វាក់មាត់ការជំនាន់បងហ្នឹងណាប៉ុន្តែឥឡូវគេយើងមិនដឹងថាជំងឺអីខ្ញុំមិនដឹងទេណាបាទរឿងរ៉ាវថ្ងៃនេះគឺដោយសារតែឃើញថាបងអូនទាំងពីរគឺមានការតស៊ូក្នុងឆាកជីវិតខ្លាំងមែនទែនរហូតទៅធ្វើឲ្យបងប្អូនយើងនៅក្នុងបណ្ដាញសង្គមយករូបវីដេអូបងអូនយកមកផុសតគ្នារហូតអ្នកខ្លះគាត់កោតសរសើរអំពីបងអូនដែលជាជនពិការទាំងពីរអ្នកទេពិការភាពទាំងពីរអ្នកទេប៉ុន្តែមានការតស៊ូការស្រឡាញ់គ្នាស្មោះស្ម័គ្រគ្រប់បែបយ៉ាងទាំងអស់បាទឥឡូវនេះបងនឹងងាកចូលដល់សួរសំណួរតកតងអំពីបញ្ហាគេហៅថាបងអូនចាប់ផ្ដើមជាមួយគ្នាតែម្ដងណាបងអូនណាបាទអរគុណពុកម៉ែបងប្អូនជាទីគោរពមុននឹងដល់សំណួរតកតងនឹងរឿងរ៉ាវស្នេហារបស់គាត់ថាហេតុអីក៏គាត់ស្រឡាញ់គ្នាបែបណាហេតុអីក៏ដឹងបែបណាមកពីមូលហេតុអីសូមជួបនៅវគ្គជាបន្តនៅពេលនេះសូមពេលសម្រាប់បន្តិចសិនកៅអៀកយិនសិនយ៉ាងធាជាកៅអៀកមានគុណភាពខ្ពស់ពីប្រទេសចិនសម្លងពីអាសត្វបុរាណចិនជាច្រើនប្រភេទជួយបំបត្តិអាការៈចុករោយដៃជើងឈឺសន្លាក់ឈឺសាច់ដុំនិងក្រិចថ្លោះយ៉ាងមានប្រសិទ្ធភាពស្វាគមន៍មកកាន់កម្មវិធីជជែកវែកញ៉ៃសារជាថ្មីជាមួយវគ្គជាបន្តលោកស្រីនាងកញ្ញាប្រកាសជាចង់ដឹងថាតើនៅក្នុងវគ្គនេះនឹងមានបាទសំណួរអ្វីសួរទៅតកតងទៅនឹងបងអូនប្រុសបងអូនស្រីតែម្ដងឥឡូវចាប់ដើមសួរសំណួរណាអូនណាបាទប៉ះពាល់អារម្មណ៍មិនកុំប្រកាន់បាទបងចង់ដឹងថាចេះអូនទាំងពីរនាក់នេះស្គាល់គ្នាដំបូងឡើយតាមរយៈអ្វីដែរបងអូនស្រីមុនចុះចាពីដើមមកគឺពួកខ្ញុំស្គាល់គ្នាតាមរយៈការសិក្សាមួយគ្នាបងកាលនោះយើងរៀននៅអង្គការពីមុនគេហៅអង្គការគ្រួសារថ្មីដែលបណ្ដុះបណ្ដាលសិស្សមានពិការភាពភ្នែកហើយនឹងគោថ្លង់អញ្ចឹងណាបងចាតែលើសាលាហ្នឹងគេបដូរទៅជាការិយាល័យអប់រំពិសេសអញ្ចឹងណាសាលាអប់រំពិសេសបងបាទអញ្ចឹងដល់ពេលយើងរៀនមួយគ្នាយើងស្គាល់គ្នាប៉ុន្តែគ្រាន់តែស្គាល់ធម្មតាតែអត់ដែលស្រឡាញ់គ្នាទេគាត់ថាយើងស្គាល់គ្នាតាមរយៈហ្នឹងអញ្ចឹងណាបងអូនចូលរៀននៅសាលាគេហៅថាការអប់រំពិសេសនេះចាបាទប្ររយៈពេលប្រហែលឆ្នាំដែរបាទខ្ញុំរយៈពេល6ឆ្នាំ6ឆ្នាំចុះបងអូនផងវិញបាទខ្ញុំតាំងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12អូបាទការសិក្សាបងអូនវិញតកតងនឹងការសិក្សានេះបងអូនបញ្ចប់ត្រឹមថ្នាក់ទីប្រហែលបងអូនផងពួកខ្ញុំរៀនដល់មហាវិទ្យាល័យអូមហាវិទ្យាល័យចប់មហាវិទ្យាល័យបរិញ្ញាបត្រផ្នែកអីដែរគ្រប់គ្រងនៅសាកលណា UME ការរៀន UME បងអូនស្រីដូចគ្នាបងរៀនដូចគ្នារហូតដល់ទីបញ្ចប់អូចំណងស្នេហារបស់បងអូនទាំងពីរនាក់ចាប់ផ្ដើមបានន័យថាស្គាល់គ្នាចាប់ផ្ដើមនិយាយរកគ្នាគេហៅចាប់ផ្ដើមគេហៅថាផ្ដោះផ្ដងគ្នាដើម្បីបើនិយាយភាសាចំគេហៅញ៉ៃគ្នាណាបាទចាប់ផ្ដើមពីពេលណាដែរអូនស្រីដឹងទេឬក៏បងអូនប្រុសអ្នកចាប់ផ្ដើមមុនកាលនោះខ្ញុំចាប់ផ្ដើមមុនមិនក៏ចាប់ផ្ដើមមុនសុំឆ្លាញ់គេមុនហេតុអីបើយើងមើលអត់ឃើញផងហ្នឹងហេតុអីតែចាប់ផ្ដើមដឹងហេតុដឹងតែគាត់ស្អាតអត់បាទដឹងក្តីស្រឡាញ់វាកើតឡើងមកចេញពីចិត្តតែម្ដងអូហើយចាប់ផ្ដើមរបៀបម៉េចទៅបាទបើមុនដំបូងយើងដឹងថាយើងធ្វើការជាមួយគ្នាយូរទៅគេចំណងចំណូលចិត្តគេដូចគ្នាដូចមួយខ្ញុំហ្មងបាទធ្វើអីក៏ដូចគ្នាដែរបាទសូម្បីតែការបញ្ចូលសម្លេងសូម្បីតែធ្វើកម្មវិធីធ្វើអីជាមួយគ្នាអញ្ចឹងណាបងបាទហើយធ្វើទៅយើងស្វែងយល់ពីចិត្តគេទៅក៏យើងត្រូវគ្នាច្រើនបាទចិត្តដូចគ្នាហ្មងចិត្តដល់ពេលទៅយើងចាប់គេធ្វើជាគូជីវិតសារភាពស្នេហ៍ប្រាប់គេទៅប្រហែលខែប្រហែលឆ្នាំមិនសារភាពប្រាប់គ្នាបានយូរដែរហ្មងប្រហែលជា1ឆ្នាំ2ឆ្នាំដែរមិនរៀនសារភាពបាទខាងបរិសុទ្ធសារភាពមុនណាបាទសារភាពថាម៉េចទៅថាសុំស្រឡាញ់អូបាទហើយដល់ពេលខាងណានេះដល់ពេលខាងបរិសុទ្ធថាស្រឡាញ់ចឹងយើងស្មាតសុំទោសយើងដែលគិតថាបងអូនស្រីដែលគិតថាចេះបងអូនស្រីពិការភាពហើយធ្វើម៉េចត្រូវយកប្តីមិនពិការភាពដើម្បីមើលថែបងអូនដែលមានគិតអញ្ចឹងឬក៏បងអូនពេលមុនស្រឡាញ់គាត់បងអូនគិតថា
ដឹងតែគាត់ពិការភាពឯងបងអូនព្រមទទួលយកហើយព្រមទទួលយកមូលហេតុអី កន្លែងហ្នឹងអញនិយាយបានថានិស័យដែរអញ្ចឹង និស័យហ្នឹងបាទ ចាហើយមួយទៀតយើងគិតថាយើងធ្វើការមួយគ្នាហើយយើងដឹងពីសមត្ថភាពគ្នាទៅវិញទៅមកអញ្ចឹងបងហើយបើសិនតែយើងរើសយកអ្នកផ្សេងឲ្យគាត់អត់ពិការភាពយើងខ្លាចគាត់អត់ស្មោះត្រង់មួយយើងអញ្ចឹង អូ ចា៎ នេះកំណត់បងអូន ចា៎ ក៏ប៉ុន្តែអ្នកខ្លះគិតថាបើសិនជាយើងមានពិការភាពហើយគ្រាន់តែណាអត់ពិការភាពដើម្បីមើលថែយើងប៉ុន្តែចិត្តកំណត់បងអូនគិតថាគឺរកអ្នកពិការភាពដូចគ្នាដើម្បីបានមនុស្សស្មោះ ចាបងចា ជំនួយបងអូនប្រវិញទស្សនៈបងអូនដូចគាត់ដែរឬអត់ បាទដូចគ្នាបង ហឹម បាទ បងអូន កន្លែងហ្នឹងហើយ អូ តែធ្វើឲ្យខ្ញុំជំរុញចិត្តខ្ញុំទៅស្រឡាញ់គាត់សុំស្រឡាញ់គាត់ហ្នឹងឯងបងបាទ ពេលដែលសារភាពភ្លៀងចាប់ផ្ដើមរៀបអាពាហ៍ពិពាហ៍ឬក៏យ៉ាងម៉េចឬក៏មានយើងប្រាប់តិចថាធម្មតានៅអង្គការបងធ្លាប់ធ្វើការនៅអង្គការនេះយើងតែងតែហៅលោកគ្រូនេះព្រោះតែជាពុកម្ដាយឬក៏ប្រធានអង្គការជាម៉ែឪទៅហ៎បាទដែរប្រាប់ពួកគាត់ថាម៉េច កាត់បងតិចការពួកខ្ញុំស្រឡាញ់គ្នាហ្នឹងគឺពួកខ្ញុំចូលធ្វើការឲ្យបងយើង អូចូលធ្វើការ ចូលធ្វើការឲ្យបង បាទតែយើងចេញពីអង្គការហើយ បាទរៀនចប់ហើយ រៀនចប់ បាទ ខ្ញុំធ្វើការនៅសមាគមវិទ្យុសម្លេងជនពិការភ្នែក អូ ចា៎បង បាទវិទ្យុខ្ញុំធ្លាប់ទៅដែរសម្លេងជនពិការភ្នែកណា បាទ ហើយអង្គការជនពិការកម្ពុជាក៏ខ្ញុំធ្លាប់ចូលរួមចំណែកជាមួយអង្គការកម្ពុជាច្រើនដែរជួយថត spot គាត់អត់គិតថ្លៃផងបាទកន្លងមកធ្លាប់រួមចំណែកមួយតកតងទៅក្នុងការដែលធ្វើការវិទ្យុនេះបងនៅតែឆ្ងល់មួយហើយមុននឹងឆ្ងល់រឿងហ្នឹងបងចង់សួរបងអូនជំនាញសប្តាហ៍ថ្ងៃហ្នឹងបងអូនជំនាញឥឡូវបងសួរបងអូនប្រុសជំនាញអីខ្លះយើងពិការភាពមិនប៉ុន្តែយើងជំនាញចេះអីខ្លះ នៅក្នុងនោះយើងការងារជាគោលតែម្ដងគឺមានពិធីក អូ ក្រៅពីពិធីកបញ្ចូលសំឡេងហើយយើងកាន់កុំព្យូទ័រសម្រាប់កាត់តទៀត បាទ បាទកាត់តព័ត៌មានខ្លីៗហ៎បង អូខេ បាទ អូនស្រីវិញ ខ្ញុំជំនាញជាគោលវិធីការនីបងវិធីការនីក្នុងវិទ្យុណា បាទ ចាហើយបន្ទាប់មកយើងរៀនយើងចាប់យកផ្នែកបញ្ចូលសំឡេងថត spot អីខ្លីៗឬក៏ថតព័ត៌មានខ្លីអីចឹងណាបង បាទ ចា បងប្អូនមួយចំនួនក៏គាត់ឆ្ងល់ដូចខ្ញុំដែរបើខ្ញុំអាចថាខ្ញុំឈប់ឆ្ងល់ច្រើនអានេះសំណួរនេះក៏តាក់ទងទៅនឹងបងប្អូនខ្លះគាត់ឆ្ងល់ព្រោះខ្ញុំធ្លាប់រួមការងារជាមួយបងប្អូនជនពិការយើងខ្ញុំដឹងច្រើនណាពីរឿងនេះ ចា មូលហេតុអីបានជាបងអូនដូចថាចេះនៅចំណេះជំនាញដែលបងអូនធ្វើឲ្យដោយធម្មតាបើមនុស្សខ្លះគាត់អត់មានពិការភ្នែកទេប៉ុន្តែសូម្បីតែវាយកុំព្យូទ័រអីពិបាកចំពោះបងអូនវិញឃើញបងអូនវាយកុំព្យូទ័រងាយស្រួលក្នុងការកាត់តក៏ងាយស្រួលអាហ្នឹងដោយសារជំនាញបងអូនពិសេសបែបណាមកជួយប្រាប់កលឿនតិចមកបងអូនឬក៏យ៉ាងម៉េចគេធ្វើវិធីសាស្ត្របែបណាដែរអូន បាទតាមពិតទៅកុំព្យូទ័ររបស់ខ្ញុំបើសិនជាគាត់ដែលមានភ្នែកភ្លឺមើលពីខាងក្រៅទៅឬក៏មើលតាមបណ្ដាញសង្គមទៅគាត់ថាប្រហែលជាមិនអាចវាយបានទេប៉ុន្តែជាក់ស្ដែងកុំព្យូទ័រខ្ញុំវាមានជាសំឡេងហ្មងវាមានជាសំឡេងនិយាយជាភាសាអង់គ្លេសនិងភាសាខ្មែរក៏មានដែរបាទអាសំឡេងហ្នឹងហេតុដែលយើងអាចប្រើកម្មវិធីផ្សេងនៅលើកុំព្យូទ័រនឹងបាន បាទចុះឧទាហរណ៍បើសិនជាមាន laptop ថ្មីគេជូនកាដូដល់បងអូនឬក៏មានអីផ្សេងគេជូនទៅបងអូនអាចវាយក្រៅពីកុំព្យូទ័រអត់សំឡេងនឹងបានអត់ អាហ្នឹងយើងយកទៅដល់យើងតម្លើងកម្មវិធីនឹងបានបង អូគេមានកម្មវិធី មានកម្មវិធីបងមាន សម្រាប់បងប្អូនពិការ បាទយើងតម្លើងដោយខ្លួនឯងតែម្ដងកម្មវិធីហ្នឹងគឺសម្រាប់ជនពិការភាពភ្នែកទូទៅ អាហ្នឹងបងថាកុំព្យូទ័របងអូនថាមានសំឡេង បាទ ទី2ការសិក្សាភាសាអង់គ្លេសឬភាសាខ្មែរឥឡូវយើងយកភាសាខ្មែរមុនតើសិក្សាបែបណាបានបងអូនដឹងថាអក្សរហ្នឹងត្រូវទៅសេមិនអាហ្នឹងគេមានមិនបច្ចេកវិទ្យាគេអូន បាទអាហ្នឹងអក្សរហ្នឹងគឺជាអក្សរខុសយើងអាចស្ទាបដឹងថាអក្សរនេះជាអក្សរកអក្សរខអក្សរកណាបាទគេមានប្រដាប់ចុចគេហៅ slate ឬក៏ stylus អូ យើងសម្រាប់ចុចយើងស្ទាបទៅដឹងថាអក្សរហ្នឹងគឺអក្សរអីពាក្យនេះគឺជាពាក្យអីយើងដឹងហ្មង ចុចទៅវាឡើងកទូល ចុះឧទាហរណ៍ថាឥឡូវអក្សរដូចនេះបងអត់ប្រាប់បងអូនទេអក្សរបែបនេះមើលឲ្យបងអូនដូចអក្សរស្ទាបហ្នឹងបើមិនមែនអត់ជាអក្សរផុសបងអូនស្ទាបដឹងអត់ ដឹងទេ ដឹងតែកតាឡូឡូ ដឹងតែចុះឧទាហរណ៍មើលសិបបងអូនសាក់ស្ទាបតិចមកបងអូនស្រីមើលស្ទាបតិចមកអាហ្នឹងគេថាម៉េចអាហ្នឹង អត់ស្ទាប ស្ទាបអញ្ចឹងអត់ដឹងទេ ចាអត់ដឹង អូអញ្ចឹងបានន័យថាតើតើមានអក្សរគេមានអក្សរផុសសម្រាប់បងប្អូនពិការយើងទៀត ខ្មែរ តែបងធ្លាប់ធ្វើការជាមួយបងប្រុសម្នាក់គាត់ខាងជនពិការដែរការហ្នឹងគាត់លេងគេហៅថាលេងសិល្បៈនៅវត្តបទុមកាលហ្នឹងគេមានឆាកមួយនៅវត្តបទុមណាបងប្អូនជនពិការយើងទៅច្រៀងនៅហ្នឹងណាវត្តបទុមណាគឺគាត់ស្ទាបกระดาษលុយដុល្លារដឹងទាំងអស់
អាហ្នឹងមិនវិញអូន តាមពិតទៅអានឹងវាលើទេពកោសល អូ រៀងខ្លួនណាបងអ្នកខ្លះស៊ីបាត់ដឹងទេអ្នកខ្លះគ្រាន់តែហិតក៏ដឹងដែរលុយ អញ្ចឹង មានអញ្ចឹងទៀតបាទអញ្ចឹងមែន មានអ្នកហិតដឹងលុយទៀត បាទ បាទបងរយជ្រៀនជំនាញហិតនឹងដែរបាទអរគុណច្រើនឥឡូវងាកមកបងអូនស្រីវិញក្នុងការដែលបងអូនស្រឡាញ់គាត់រយៈពេលប្រហែលឆ្នាំមកនេះមុនស្រឡាញ់គាត់នេះតើយើងបានចំណងអាពាហ៍ពិពាហ៍ជាមួយគាត់បានរៀបការជាមួយគាត់ដែរឬក៏យ៉ាងម៉េចដែរអូន បានរៀបការត្រឹមត្រូវធម្មតាតាមប្រពៃណីអញ្ចឹង ពេលនោះយើងរៀបការនៅផ្ទះយើងឬក៏ ស្រុកកំណើតខ្ញុំខាងបាត់ដំបងចា៎ តើសើបងអូនក្នុងការដែលតស៊ូរហូតបានស្រឡាញ់គ្នាសំណួរជីបន្តទៀតបងនឹងសួរចាក់ដល់តេតទៅនឹងរឿងរ៉ាវនៅក្នុងគ្រួសារបងអូនការជីវិតតស៊ូស្នេហារបស់បងអូនទៅរំមកដល់ថ្ងៃនេះណាអូនណា ចា៎ បាទ លោកស្រីអ្នកកញ្ញាបងប្អូនទូរទស្សនិកជនជាទីគោរពមុននឹងចូលដល់វគ្គបន្តអំពីសំណួររបស់ខ្ញុំបាទជាមួយនឹងបងអូនទាំងពីរនៅពេលនេះកម្មវិធីរបស់យើងសូមពេលសម្រាប់បន្តិចសិន កៅអៀយិនសិនយ៉ាងធាជាកៅអៀមានគុណភាពខ្ពស់ពីប្រទេសចិនសម្លងពីអាសត្វបុរាណចិនជាច្រើនប្រភេទជួយបំបត្តិអាការៈចុករោយដៃជើងឈឺសន្លាក់ឈឺសាច់ដុំនិងក្រិចថ្លោះយ៉ាងមានប្រសិទ្ធភាព នៅពេលនេះខ្ញុំបាទនឹងធ្វើកិច្ចសម្ភាសន៍ជាបន្តឥឡូវយើងចូលមកដល់រឿងរ៉ាវក្នុងគ្រួសារបងអូនហើយក៏ដូចជាការងារមួយចំនួនទៀតណាអូនណា ចា៎ បាទចំណងអាពាហ៍ពិពាហ៍ដែលបងអូនតស៊ូជាមួយគ្នានេះគឺមានរយៈពេលប្រហែលឆ្នាំហើយ រយៈពេល7 ឆ្នាំហើយបង 2ឆ្នាំហើយណា ចា៎បង 2ឆ្នាំបានតែយើងជួបគ្នានៅឆ្នាំ ឆ្នាំ 2023 ចាយើងគិតពីយើងរៀបអាពាហ៍ពិពាហ៍មកហើយបង បាទអត់ទេចាប់ពីស្រឡាញ់គ្នាទៅហ្មងប្រហែលឆ្នាំហើយ ស្រឡាញ់គ្នាខ្ទង់3 4ឆ្នាំដែរ បើអាពាហ៍ពិពាហ៍ទៅបាន2ឆ្នាំទេ ចា៎បង អូខេអញ្ចឹងវាសរុបទៅវាចូលស្នេហាបងអូននឹង6ឆ្នាំហើយបាទ បាទ ពេលដែលបងអូនស្រឡាញ់គ្នារយៈពេល6ឆ្នាំមកនេះដែលមានទំនាស់ទាស់ទែងជាមួយគ្នាទាំងអត់ បាទមុនដំបូងវាតែងតែមានវិបត្តិសង្គិចខ្លះហើយបងប៉ុន្តែការអធិស្ឋាននិងការយោគយល់គ្នាអញ្ចឹងហើយវាធ្វើឲ្យយើងរលូនតទៅទៀតទៅមិនអាចបាច់បាក់បានទេ ធម្មតាចេះបងសួរសំណួរនេះដោយសារតែបងគិតថាជីវិតពីរអ្នកប្តីប្រពន្ធណាដែលគាត់អត់ពិការភ្នែកក៏នៅទាស់ទែងគ្នា ចា៎បង ចំណែកបងអូនអត់ពិការចំណែកបងអូនពិការភ្នែកតែមានទាស់ទែងបងអូនថាធម្មតាវាតែងតែមានទាស់ទែងប៉ុន្តែជាចេះអធិស្ឋានគ្នាចម្លើយនេះគឺល្អមែនតើជីវិតប្តីប្រពន្ធតើមានការចេះអធិស្ឋានគ្នា បាទដែលបើរឿងប្រច័នវិញ បងអូនប្រុសដែលប្រច័នបងអូនស្រីឬបងអូនស្រីដែលប្រច័នបងអូនប្រុសទេ ការទេប្រចានហ្នឹងដូចជាវាមានខ្លះដែរបង ប្រច័នរឿងអីអូន បាទប្រចានជួនកាលទៅឃើញគាត់ស្និទ្ធស្នាលឃើញនិយាយទូរស័ព្ទទូអញ្ចឹងតាមពិតទៅដូចប្រចានថានិយាយមួយណាគេអញ្ចឹងអញ្ចឹងមួយចេះពីរមើលទៅបងប្អូននេះសោះអានោះក៏មាននៅពេលខ្លះណាអានោះស្រឡាញ់ដបងណាចេះធម្មតាមិនតាន់មករៀបការយើងនៅក្នុងនៅជាសង្សារយើងចេះតែប្រចានលួចប្រចានខ្លះហើយបងបាទដល់ពេលក្រោយមកតាំងពីរយៈពេល2ឆ្នាំដែលការហើយនេះមកគឺអារឿងអស់ហ្នឹងយើងបានលះបង់ចោលអស់ហើយយើងខ្លាចជាប្តីប្រពន្ធទៅហើយយើងមិនអាចត្រូវខ្វល់ទៀត ចុះបងអូនស្រីបាទ ខ្ញុំដូចជាធម្មតាបង អត់បាទធម្ម អ តា ត់សូវជាប្រចាំព្រោះយើងទុកចិត្តគាត់ដែរ មានចំណងដៃគេហៅជាកូនហើយដល់ណា មានហើយបងនៅក្នុងផ្ទៃ អូនេះអញ្ចឹងបងអូនចាប់រៀបការបាន2ឆ្នាំឥឡូវបានកូនដំបងមួយណា ចា៎ បាទចំណងដៃដំបងកូនស្រីឬកូនប្រុសអូ អូ ន នស្រីបង អូហូបងសូមអបអរសាទរចំពោះបងអូនទាំងពីរណា បាទ បាទដែលបានចំណងដៃមួយគឺកូនស្រីណាបាទក្នុងការដែលបងអូនស្រឡាញ់គ្នាមកនេះចំណុចសំខាន់ត្រង់កន្លែងណាដែលបងអូនគេហៅថាធម្មតាបងអូនប្តីប្រពន្ធណាមនុស្សប្រុសនិងមនុស្សស្រីដែលគាត់អត់ពិការភ្នែកគាត់នៅក្បត់គ្នាបានណាចំណែកបងអូនវិញបងអូនស្រីមានការតាំងចិត្តរឹងមាំបែបណាដែរហើយបងអូនប្រុសមានការតាំងចិត្តរឹងមាំបែបណាដែរបានឈានចូលដល់ការស្រឡាញ់គ្នារហូតរយៈពេល6ឆ្នាំអ្នកខ្លះអត់ពិការភ្នែកទេប៉ុន្តែការស្រឡាញ់របស់គាត់គេហៅថាមនុស្សសាវ៉ាខ្លាំងមែនទែនចំពោះបងអូនជាអ្នកពិការភាពបែរជាបងអូនមនុស្សសាវ៉ាហើយបងអូនស្រឡាញ់គ្នាស្ម័គ្រស្មាក់រហូតដល់បានរៀបការហើយមានចំណងដៃតកូនបែបនេះតើការតាំងចិត្តរបស់បងអូនវាបែបណាដែរចំពោះបងអូនប្រុសឬបងអូនស្រីមុនសិនជឿ ចានិយាយរួមតើតើនឹងការតាំងចិត្តគឺពួកខ្ញុំតាំងចិត្តខ្ពស់មែនតើ បាទ យើងបដិញ្ញាថាទោះបីយើងមានពិការភាពទាំងពីរនាក់មែនប៉ុន្តែយើងត្រូវតែរកសុភមង្គលឲ្យខ្លួនឯង បាទ ណាព្រោះការដែលខ្ញុំស្រឡាញ់គ្នាឬក៏
រៀបអាពាហ៍ពិពាហ៍ដំបងអាចមាននឹងបងប្អូនច្រើនដែរដែលគាត់ comment ណាគាត់ថាពីការដូចគ្នាអញ្ចឹងយកគ្នាអ្នកណាមើលអ្នកណាអីចឹងណាបងចាប៉ុន្តែពាក្យទាំងអស់ហ្នឹងគឺអត់ធ្វើឲ្យខ្ញុំទុយចិត្តទេបាទខ្ញុំនៅតែព្យាយាមជំនះគ្រប់បែបយ៉ាងរហូតមកដល់ឥឡូវគឺអាចនិយាយបានថារកក្តីសុខឲ្យគ្រួសារបានច្រើនអញ្ចឹងបងចឹងតកតងនឹងការតាំងចិត្តនេះតើបងអូនស្រីមួយក៏ទៅបានដែរព្រោះអីបងអូនព្រោះថាចិត្តកំណត់គឺដូចគ្នាបាទក្នុងការរស់នៅវិញបើងាកទៅការរស់នៅបងប្អូនមួយចំនួនដូចជាបន្ថាខ្ញុំឬក៏ថាតរំបានទៅដូចថាឥឡូវយើងការរស់នៅប្រចាំថ្ងៃដូចជាបោកអាវដូចជាដាំស្លបងឃើញបងអូនស្រីបងអូនប្រុសចេះដាំស្លខ្លួនឯងចេះធ្វើអីគ្រប់បែបសັບខ្លួនឯងឥឡូវរឿងការធ្វើម្ហូបហូបចុកវិញបងអូនទៅទិញម្ហូបខ្លួនឯងផ្ទាល់ឬក៏មានបងប្អូនទៅទិញហើយការដាំស្លបែបណាដែរបងឃើញបងអូនចេះដាំស្លធ្វើម្ហូបអីខ្លួនឯងដូចជាមនុស្សមិនពិការភ្នែកចាអានោះគឺធ្វើពីពិបាកទេបងអូនសម្រាប់បងដំបងរៀងពិបាកដែរបងធ្វើម្ហូបណាបាទតែក្រោយមកយើងធ្វើយូរៗទៅយើងត្រឡប់យើងអាចនិយាយបានថាយើងចាំដៃអញ្ចឹងទៅគ្រឿងក្រៅផ្សេងៗអញ្ចឹងយើងធ្លាប់ធ្វើអញ្ចឹងយើងដឹងចាបើទៅទិញម្ហូបវិញជួនកាលយើងទៅទិញខ្លួនឯងតាមការបុកខេងផាស្អែបឬក៏ម៉ូតូដុបអីចឹងណាបងអូចាចេះជួនកាលយើងឲ្យគាត់ទិញឲ្យយើងហ្មងអូហើយទៅយកមកចុះលាងបន្លែលាងអីចឹងសិតចាំដៃទាំងអស់ណោះចាបងចាំដៃនិយាយទៅនៅក្នុងផ្ទះដែលយើងធ្លាប់នៅអញ្ចឹងយើងដឹងទីតាំងច្បាស់កន្លែងណាចុះចេះធ្វើម្ហូបវិញធំជាទូទៅអាហ្នឹងរឿងញៀនពិសេសទៀតណាជាទូទៅសំបីតបងអត់ពិការភ្នែកឬបងប្អូនខ្លះអត់ពិការភ្នែកអត់ចេះធ្វើម្ហូបផងហើយបងអូនចេះធ្វើម្ហូបបានតាមរបៀបណាបងនិយាយឆ្ងល់ដែរនេះចេះតាមបងប្អូនឪពុកម្ដាយខ្លះហើយយើងសើចមើលបន្ថែមខ្លះអញ្ចឹងបងហូបណាយើងសើចសើចមើលតាមទូរស័ព្ទសើចចាបងមើលសុំអភ័យទោះបងអូនពិការភ្នែកតែបងអូនស្ដាប់គេរៀបរាប់ឬក៏បងអូនមើលវិធីធ្វើតាមគេតាមស្ដាប់គេរៀបរាប់បងបាទបានអញ្ចឹងហើយចំណែកបងអូនប្រុសវិញបងឃើញដូចបងអូនប្រុសអញ្ចឹងក្នុងការដែលបងអូនដូចថាការដែលធ្វើកិច្ចការងារប្រចាំថ្ងៃអីអញ្ចឹងបងអូនប្រុសមានការពិបាកទេមុនដំបូងវាពិបាកដែលថាបងប៉ុន្តែយូរទៅវាទៅជាគេហៅថាស៊ាំណាបងបាទអញ្ចឹងហើយអាការពិបាកទាំងប៉ុន្មានក៏វាទៅអស់ទៅវាគិតជារឿងធម្មតាទៅហើយបងបាទប្រចាំថ្ងៃវាត្រូវតែធ្វើបាទត្រូវតែធ្វើเนาะបាទចំណុចណាដែលបងអូនគិតថាលំបាកជាងគេបំផុតចំណុចដែលលំបាកសប្តាហ៍ថ្ងៃនេះសម្រាប់ពីអ្នកប្រពន្ធខ្ញុំទៅក្រៅម្ដងយើងពិបាកត្រង់ថាជិះម៉ូតូខ្លួនឯងមិនកើតអញ្ចឹងតើយើងពឹងពាក់គេឬក៏បុក King Pass App អញ្ចឹងទៅត្រូវការទៅទិញម្ហូបយើងចង់ទៅទិញជ្រើសរើសម្ហូបណាដែលខ្លួនឯងវាទៅមិនបានទេយើងមិនអាចជិះម៉ូតូឬក៏ដើរទៅខ្លួនឯងបានទេតើយើងពឹងពាក់គេហើយជាធម្មតាយើងប្រាប់គេមិនដូចតែយើងទៅជ្រើសរើសខ្លួនឯងទេបាទអញ្ចឹងហើយវាបានអ្វីវាមិនដូចចិត្តតម្រូវការយើងអត់សូវតន់ចិត្តអត់តន់ចិត្តចាបាទលេងទោះបីតម្រូវការមិនតន់ចិត្តប៉ុន្តែការងាររបស់បងអូនតស៊ូខ្លាំងមែនទែនហើយបងអូនអាចឆ្លាញ់គ្នាមកបងអូនប្រុសដឹងថាបងអូនស្រីស្អាតអត់បាទដឹងថាបងដឹងគាត់ស្អាតណាស់ស្អាតមែនទែនស្អាតជាងតារាទៀតហើយបងអូនប្រុសមានសំណាងដោយសារបងអូនជ្រើសរើសដៃគូត្រូវបងអូនស្រីដឹងថាគាត់ស្អាតអត់ដឹងថាបងអូនប្រុសស្អាតអត់ដឹងដែរបងបាទមិនដឹងថាគាត់ស្អាតធ្លាប់ឮអ្នកជំនាញខ្លួនគាត់និយាយបាទនិយាយចាំទៅគាត់រូបរាងគាត់គឺបានស្អាតទាំងអស់មិនថាបងអូនស្រីមិនថាបងអូនប្រុសទាំងអស់គ្នាស្អាតទាំងអស់គឺដោយសារតែធ្វើមិនទេវាយើងពិការរបៀបតែភ្នែកទេចាបាទសំណួរមួយតកតងទៅនឹងឃើញបងប្អូនយើងនៅក្នុងបណ្ដាញសង្គមណាគាត់បង្ហោះរូបបងប្អូនតកតងនឹងការដែលបងប្អូនបញ្ចូលសម្លេងបាទការបញ្ចូលសម្លេងនេះបងក៏ធ្លាប់រួមការងារជាមួយអ្នកបញ្ចូលសម្លេងដែរបងគេហៅថាក្រុមបញ្ចូលសម្លេងតារាកម្ពុជាឬក៏ក្រុមហ៊ុន SP ដែលបញ្ចូលសម្លេងប្រចាំឲ្យផលិតកម្មផ្សេងៗអញ្ចឹងណាចា៎ឃើញគាត់បញ្ចូលសម្លេងមានការពិបាកមែនតើក្នុងការបញ្ចូលសម្លេងគាត់ត្រូវ
បញ្ចូលសម្លេងផងគាត់ត្រូវមានទូទស្សន៍អីមើលហើយគាត់ត្រូវមានអានប្រូធម្មតាគាត់បកប្រែពីរឿងបរទេសមកគាត់ត្រូវអានប្រូជួនកាលគាត់បញ្ចូលសម្លេងតុក្កតាជាពិសេសដូចរឿងឥណ្ឌាបងអញ្ចឹងបងចូលប្រូឲ្យគាត់ទៅមើលអញ្ចឹងគាត់ត្រូវបញ្ចូលសម្លេងដល់ពេលគាត់មើលទៅគឺរៀងពិបាកហមបានមួយคลิปគាត់យកចុចកុំព្យូទ័រអីផងចំណែកប្អូនតែជាអ្នកពិការភាពវិញស្រាប់តែឃើញប្អូនបញ្ចូលសម្លេងខ្លួនឯងហើយបញ្ចូលសម្លេងខ្លួនឯងប្អូនចេះបញ្ចូលសម្លេងខ្លួនឯងប្អូនកាត់តខ្លួនឯងទៀតប្អូនគេហៅថាចុចស្អីគ្រប់បែបយ៉ាងខ្លួនឯងទៀតដល់គ្មានអ្នកជំនួយការអញ្ចឹងមានការពិបាកទេបងបងសួរតាមត្រង់ហ្មងណាបាទជាធម្មតាការបញ្ចូលសម្លេងហ្នឹងយើងធ្វើម្ដងវគ្គខ្លះក៏ត្រូវបាទកន្លែងខ្លះ2ទៅ3ដងមិនត្រូវវានិយាយពីរឿងថាលំបាកនោះវាមានដែរបងប៉ុន្តែធ្វើម៉េចបើយើងគិតថាលំបាកប៉ុណ្ណឹងវាជាឧបសគ្គវាទៅអត់រួចទេអញ្ចឹងយើងថាលំបាកប៉ុណ្ណឹងយើងត្រូវតែមាននេះវាតើយកឆ្នាំវាអត់ទៅបានអញ្ចឹងកន្លែងហ្នឹងហើយដែលយើងធ្វើទៅមើលទៅរលូនហ្មងអូបាទវាអញ្ចឹងបងអូនការដែលបងអូនបញ្ចូលសលេងហ្នឹងបងអូនយកសាច់រឿងមកពីណាដែរសាច់រឿងជួនកាលទៅខាងគេផ្ញើមកគេទម្លាក់មកហើយជួនកាលយើងនិពន្ធខ្លួនឯងរឿងខ្លះអូចេះនិពន្ធខ្លួនឯងបាទនិពន្ធរឿងវ៉ាវចេះបញ្ចូលសម្លេងខ្លួនឯងចេះកាត់តខ្លួនឯងចេះប្រើកុំព្យូទ័របាទចេះនិពន្ធចេះអីគ្រប់បែបយ៉ាងចឹងបាទនិពន្ធហ្នឹងជារឿងអប់រំខ្លីៗបែបនិទានអញ្ចឹងបងបងអូនស្រីដូចគ្នាចា៎បាទគាត់ចេះកាត់តខ្លួនឯងដែរបាទបងអូនស្រីចេះកាត់សម្លេងអត់ជំនាញនិពន្ធទេតែចេះបញ្ចូលសម្លេងចាបងចេះនិពន្ធទៀតនិពន្ធអាចបានអូហើយកុំព្យូទ័រចេះប្រើប្រាស់ដែរចាឲ្យបីបានខ្លះកុំព្យូទ័រចុះភាសាអង់គ្លេសចេះទេបានតិចតួចបងអូនប្រុសចេះបាទប្រើការបានខ្លះប្រើការបានចាក្នុងការដែលឃើញប្អូនបញ្ចូលសម្លេងប្អូនស្រីចាបងអានេះប្អូនធ្លាប់រៀនពីមុនមកទេឃើញប្អូនបញ្ចូលសម្លេងជាមួយនឹងរឿងតុក្កតាអញ្ចឹងណាអូនអត់ដែររៀនទេបងនិយាយរួមទៅអញនិយាយបានតែបេះដូងពីធម្មជាតិណាយើងឆ្លាញ់ផ្នែកហ្នឹងហើយបន្ទាប់មកបានយើងចាប់ផ្ដើមអភិវឌ្ឍខ្លួនតិចម្ដងស្ដាប់រៀមច្បងផ្សេងៗណាគាត់បញ្ចូលសម្លេងអញ្ចឹងទៅយើងវឹកហាត់ទៅតាមហ្នឹងនឹកឃើញយ៉ាងម៉េចបងពីអ្នកប្អូនបែកកំណត់ទៅជាចេះបញ្ចូលសម្លេងចេះកាត់តឲ្យខ្លួនឯងដោយសារតែយើងចង់អានេះគឺការឆ្លាញ់ពីធម្មជាតិឬក៏បាទឆ្លាញ់បងឆ្លាញ់តាំងពីក្មេងឆ្លាញ់ចូលចិត្តធ្វើតាមលោកពូដែលគាត់បញ្ចូលសម្លេងតាមទូណាបាទដូចជាលោកគ្រូពិនសំណាងលោកគ្រូសវណ្ណីហ្នឹងគាត់អ្នកជើងចាស់បញ្ចូលសម្លេងតាំងពីដើមមកអញ្ចឹងចូលចិត្តធ្វើតាមគាត់គាត់ចេញមកធ្វើមិនយើងធ្វើតាមអញ្ចឹងសម្លេងចាស់សម្លេងក្មេងគឺយើងបត់បែនទៅតាមហ្នឹងបាទពួកគាត់សិតតែអ្នកបញ្ចូលសម្លេងអស់តោះឲ្យបងពិនសំណាងនិងបងសវណ្ណីបាទពីរអ្នកហ្នឹងសម្លេងទូឯកពួកគាត់ពីរអ្នកខ្ញុំឲ្យតែមានកម្មវិធីគឺខ្ញុំឲ្យបងពីរអ្នកហ្នឹងអ្នកបញ្ចូលសម្លេងឲ្យខ្ញុំរហូតបាទព្រោះណាព្រោះបាទហើយក៏មានឥឡូវឃើញបងប្អូនមកជំនាន់ក្រោយក៏គាត់ព្រោះដែរបន្ទាប់ពីបងពិនសំណាងនិងបងសវណ្ណីណាបាទក្នុងការដែលបញ្ចូលសម្លេងឃើញបងបញ្ចូលសម្លេងបងប្រុសបញ្ចូលសម្លេងបានប្រហែលសម្លេងដែរខ្ញុំនិយាយទៅតាមសាច់រឿងមិនកំណត់ទេមានខ្លះរឿងខ្លះវាមាន4សម្លេងមាន5សម្លេងបើយើងគិតថាសម្លេងគេថាសម្លេងកញ្ជេងកញ្ចក់ហ្នឹងវាចូល6 7សម្លេងសម្លេងវេបែបអីហ្នឹងណាយើងចាក់ដាក់ទៅតាមសាច់រឿងតាមសាច់រឿងនីមួយបាទបងស្រីវិញដូចគ្នាបងចូលសម្លេងបាន7 8សម្លេងដូចគ្នាចាដូចគ្នាវ៉ាវបងនៅតែឆ្ងល់មួយមិនក៏បងដឹងថាសលេងនេះត្រូវប្រើចេះសលេងតួអង្គនេះត្រូវប្រើមិនបងមើលចរិតតួអង្គដែរឬក៏ញៀនយើងដឹងឬក៏មិនពីស្អាអ្វីដែលពិសេសសម្រាប់បងធម្មតាបងគាត់ថាតួនេះតួកាយតួ slow តួអីប៉ុន្តែបងមើលអត់ឃើញរូបភាពនោះទេប៉ុន្តែបងបញ្ចូលសលេងបានណាអាហ្នឹងបងអារម្មណ៍យើងសម័យបងមុននឹងយើងធ្វើយើងរបៀបយើងសិក្សាទីហោតួក្បត់អញ្ចឹងសម្លេងមិនចាយើងគួរតែប្រើសម្លេងមិនឲ្យស័ក្តិសមបំប្រើសម្លេងមិនចឹងប្រើសម្លេងមិនអញ្ចឹងបងយើងប្រើយទៅប្រើអារម្មណ៍ច្រើនអូហូសមត្ថភាពបែបនេះខ្ញុំជឿជាក់ថាប្រទេសកម្ពុជាយើងគេហៅថានេះគឺជាធនធានមនុស្សពិតប្រាកដបើទោះបីជាបងអូនពីអ្នកពិការភាពពិតមែនពិការភ្នែកពិតមែនប៉ុន្តែបងអូនក្នុងខ្លួនរបស់បងអូនពោពេញទៅដោយសមត្ថភាពដែលបងសូមកោតសរសើរទាំងពីរអ្នកតែម្ដងបន្តិចទៀតបងសូមឲ្យបងអូនជួយបញ្ចូលសលេងអីខ្លះណាអូនណាចាបងបាទលោកសិស្សអ្នកបងប្អូនទូរទស្សន៍យើងទាំងអស់ជាទីគោរពមុននឹងចូលដល់ការបញ្ចូលសលេងរបស់គាត់សមត្ថភាពគាត់ថាតើគាត់បញ្ចូលសលេងជាមួយខ្ញុំបាននេះបញ្ចូលសលេងទាំងបញ្ចូលសលេងបានព្រោះបែបណាហើយទូអង្គគាត់ចូលដិត
បាទនៅក្នុងអារម្មណ៍ពុកម៉ែបងប្អូនបែបណានៅពេលនេះពីកម្មវិធីសុំពេលសម្រាប់បន្តិចសិន កៅអៀយិនសិនយ៉ាងធាជាកៅអៀមានគុណភាពខ្ពស់ពីប្រទេសចិនសំឡេងពីអាសត្វបុរាណចិនជាច្រើនប្រភេទជួយបំបត្តិអាការៈចុករយដៃជើងឈឺសន្លាក់ឈឺសាច់ដុំនិងក្រិចថ្លោះយ៉ាងមានប្រសិទ្ធភាព បាទជាបន្តទៅទៀតនេះគឺយើងចូលដល់សំណួរមួយចំនួនហើយហ្នឹងមុននឹងចូលដល់សំណួរយើងបន្តគឺដល់កម្មវិធីដល់បញ្ចូលសលេងបាទឥឡូវឃើញថាបងអូនទាំងពីរគឺចេះសំលេងម្នាក់17សំលេងឥឡូវហ្នឹងបងគាត់ថាចេះបងគាត់ទៅប្រាប់ថាចេះឲ្យបងអូនបញ្ចូលសលេងតាក់តងទៅនឹងផលិតផលគឺយើងសិនយ៉ាងទីឥឡូវបងមិនបាច់ប្រាប់សាច់គ្រឿងច្រើនណាឲ្យបងអូនកាត់នៃខ្លួនឯងណាឥឡូវរឿងហ្នឹងវាចេះមានតាយាយពីអ្នកឈឺខ្នងឈឺចកេះកូនស្រីម្នាក់នឹងចៅម្នាក់ហ្នឹងកូនស្រីកូនប្រុសមួយហើយនឹងចៅមួយមកពីពេញណាហើយយកកាអៀននឹងមកជូនគាត់ហ្មងហើយដើម្បីឲ្យបាត់ឈឺខ្នងឈឺចកេះគឺយើងសិនយ៉ាងទីឥឡូវប៉ុណ្ណឹងអូខេអូខេបងអីគាត់ទៅប្រាប់រឿងប៉ុណ្ណឹងសោះអូខេលឿនហ្មងអត់ដឹងស្អីរឿងគេបែបណាគឺចេះនិពន្ធខ្លួនឯងល្អមែនតើនេះបកពិតជាសមត្ថភាពខ្ពស់ឥឡូវខ្ញុំបាទរៀបរាប់តែប៉ុណ្្នឹងហើយអញ្ចឹងបងអូនយល់ន័យណាចាបងចាអញ្ចឹងបងសុំរាប់ជូនណាហើយតួអង្គនេះមើលមានយាយតាប្តីប្រពន្ធនិងចៅម្នាក់ចាបងចាអញ្ចឹងបងអូនត្រូវប្រើសលេង5ណាចាអូខេអញ្ចឹងបងអូនបែងចែកគ្នាអស់នៅអស់ហើយតាជិះអញ្ចឹងអូខេបងអត់ជ្រៀតជ្រែកក្នុងការងារបងអូនទេបងគាត់អ្នកទស្សនាអ្នកតាមស្ដាប់អញ្ចឹងបងរាប់ជូនណារឿងនេះមានចំណងជើងថាបាទសុខភាពនិងកអៀពិសេសយិនសិនយ៉ាងធាបាទសូមលោកលោកស្រីនាងកញ្ញាជាបន្តសូមអញ្ជើញទស្សនារឿងអប់រំខ្លីតាក់ទងអំពីសុខភាពប្រជាពលរដ្ឋជាមួយនឹងកអៀយិនសិនយ៉ាងធាដូចតទៅរាប់ជូន1 2 3អូយចុកចង្កេះចុកខ្នងខ្លាំងណាស់មួយថ្ងៃការងារច្រើនឥឡូវនេះវាចុកចង្កេះចុកស្មាអស់ហើយយាយពីអើយអើយហើយចុះឈឺអីតាឯងខ្ញុំឯនេះនឹងក៏ចុកចង្កេះចុកខ្នងដូចតែគ្នានឹងអូយគ្រាន់តែឯងថារោពឹងពាក់ឲ្យគក់ចាំបាច់ឲ្យខ្ញុំឈឺដូចតែគ្នាគក់ឲ្យខ្ញុំមុនមកតាចឹងទៅណាឯងឈឺគឺឈឺដែរខ្ញុំនេះវាស្រីធ្វើការងារផ្ទះនឹងក៏វាច្រើនតាវាអើយអូចោះហើយចោះអើយហើយកូនយើងខាងឯនឹងមកលេងក៏មិនតាន់ឃើញមកអញ្ចឹងតាវាហើយចោះឡានណានៅមុខផ្ទះម៉ែវាមើលកូនយើងតែដឹងអូអូនមានមកអូមែនតាចៅក៏មកដែរណាជំរាបសួរពុកម៉ែអ្នកម៉ែលោកពុកចៅជំរាបសួរយាយតាទៅបាទជំរាបសួរលោកយាយជំរាបសួរលោកតាលើកដៃថ្វាយព្រះចៅអូយធំណាស់ឥឡូវនេះចៅតាលើចិត្តកំឡោះហើយនេះហើយស្អីគេបានអីកាន់នឹងដៃនឹងកូនសពីងសពងដល់ហើយមើលមិននំប៉័ងអីហ៎កូនមែនទេអ្នកម៉ែលោកពុកគឺកូនយកឲ្យលោកយាយនិងលោកតាទៅបាទលោកយាយលោកតាអានឹងគេហៅថាកអៀយ៉ាងធាអូស្អីគេកអៀយ៉ាងធានឹងចាំមើលអីគេអានឹងវាជួយអីបានទៅចៅបាទលោកយាយលោកតាកអៀនឹងបកកាយណាជួយលោកយាយលោកតាកុំអោយចុករយឈឺចង្កេះឈឺខ្នងអីគឺបាត់ភ្លាមតែម្ដងណាបកកាយដល់ណាស់រកហ្នឹងចៅដាក់មកមើលយាយវាយកមកបិទឲ្យខ្ញុំតិចមើលរកហ្នឹងមកឥឡូវនេះកូនជួយបិទឲ្យលោកយាយលោកតាតិចទៅណាពុកមកទៅឲ្យខ្ញុំបិទឲ្យវិញបិទមកកូនកន្លែងហ្នឹងកូនខ្ញុំបិទឲ្យលោកយាយដាក់មកចៅកន្លែងហ្នឹងដាក់ស្មាមកដាក់ទៅវាស្រួលខ្លួនមកដាក់មកប្រទេសហ្នឹងដាក់ចង្កេះផងណាចៅអូយស្រួលខ្លួនណាស់ស្រួលខ្លួនមែនទេដាក់មកគឺក្តៅភីតិចហើយទិញមកច្រើនតិចគូណាពុកខ្ញុំទិញមកច្រើនប្រអប់ណាទុកកន្លែងហ្នឹងហើយទុកពុកបិទទៀតស្រួលខ្លួនទេលោកយាយលោកតាអូយស្រួលណាស់ចៅចាប់ហើយអូហូពេលដែលខ្ញុំមើលទៅខ្ញុំមានអារម្មណ៍ថារំភើបចំពោះហើយក៏មានមោទនភាពចំពោះប្អូនទាំងពីរដែលនេះគឺជាសមត្ថភាពពិសេសសម្រាប់ប្អូនទាំងពីរដែលអ្នកដទៃមិនងាយនឹងមានដូចជាប្អូនទាំងពីរសូមកោតសរសើរមែនតើហើយសាច់គ្រឿងខ្ញុំអត់មានប្រាប់អីទេគាត់តែប្រាប់តែមានយាយតាពីម្នាក់ជាងប្អូនមានបរោដូចមិនជន់ពាក្យមិនត្រតាក់តទុះគឺមិនត្រដាក់មិនត្រដប់គឺប្អូនទៅអានេះសុំកោតសរសើរថាមហាអស្ចារ្យត្មងសម្រាប់
បងអូនដែលគាត់តែប្រាប់ភ្លាមបងអូនអាចនិពន្ធរឿងជាមួយនឹងស្វាមីដោយមិនមានការជជែកគ្នាបងមើលឲ្យអូនអត់មានជជែកគ្នាសោះលេងដាក់រាវមកអញ្ចឹងនេះគេហៅថាវិញ្ញាណពិសេសឬក៏ហៅសមត្ថភាពពិសេសគូបានពិសេសមួយសម្រាប់បងអូនទាំងពីរនាក់តែម្ដងបាទអរគុណខ្លាំងណាស់សូមបងធ្វើការគ្រប់គ្រងហើយសូមឲ្យបងអូនបន្តសមត្ថភាពពិសេសរបស់បងអូនដើម្បីបន្តទៀត ចាចា បាទឥឡូវនេះយើងងាកចូលសំណួរជាបន្តទៅទៀតដោយឃើញបងអូនទាំងពីរចេះបញ្ចូលសលេងចេះកាត់តខ្លួនឯងហើយចេះធ្វើម្ហូបខ្លួនឯងបងឃើញសមត្ថភាពមួយទៀតឃើញបងអូនចេះថតណាចេះថតខ្លួនឯងចេះកាន់កាមេរ៉ាខ្លួនឯងបាទអានឹងវាបែបណាវិញបងអូនបើអូនដឹងតែប្លង់ថតមិនដឹងបាទមិនដែរបងអូនបើបងអូនមើលអត់ឃើញផង បាទដោយសារបច្ចុប្បន្ននេះបច្ចេកវិទ្យាក៏ទំនើបជាពិសេសបំពាក់នៅលើទូរស័ព្ទតែម្ដងអញ្ចឹងហើយកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំដែលខ្ញុំបានប្រើរាល់ថ្ងៃនេះកាមេរ៉ានៅពេលដែលយើងចូលទៅយើងរៀបនឹងថតវាត្រាក់មុខយើងឬក៏វាប្រាប់យើង left ឬក៏ right ឬក៏ center វាថាចំហើយចំមុខហើយចំប្លង់ហើយអញ្ចឹងយើងអាចថតបានទូរស័ព្ទខ្ញុំវានិយាយជាភាសាអង់គ្លេស អូអូបញ្ចូលកម្មវិធីបែបនេះបាទគឺកាមេរ៉ាមាននៅគ្រប់ទូរស័ព្ទទាំងអស់វាអានអញ្ចឹង អូ បាទ តើតើអំពីបញ្ហានេះខ្ញុំដូចអត់ដែរដឹងខ្ញុំធ្លាប់តែត្រូវថតគឺថតហ្មងអញ្ចឹងណាដល់ពេលបងអូនថាកាមេរ៉ាវាប្រាប់ថាចំហើយមិនចំទេអានេះបងជារឿងថ្មីមួយសម្រាប់បងមែនបងនិយាយកាប់គេហៅថាជាលើកទី1បងប្រាប់ទាំងអស់ one face two face អីចឹងហ៎ អូ ម្នាក់ពីរនាក់អញ្ចឹងណា ម្នាក់ចឹងវាដឹងវាប្រាប់យើង ហើយបងអូនស្ដាប់គេវាលោតលើកាមេរ៉ាហ្នឹងគឺក៏មិនបងអូន វាប្រាប់យើង សំឡេងហ្មង បាទដូចថាវាប្រាប់ថាឥឡូវនេះអ្វីដែលយើងត្រូវការគឺត្រូវហើយអញ្ចឹងយើងទៅចុចយកតែម្ដង មានការពិបាកទេ បាទមុនដំបូងសិក្សាតម្រូបទៅស្វែងចូលពីវាពិបាកដែរដល់ពេលឥឡូវវាទៅជារឿងធម្មតា ការថតនេះបងអូនងាយស្រួលគ្រប់ទូរស័ព្ទឬក៏តែមួយម៉ាកទេដែលអូន សប្តាហ៍ថ្ងៃនេះដែលប្រើច្រើនជាងគេវា support ជាមួយនឹងជនមានពិការភាពនេះគឺទូរស័ព្ទដោយប្រើប្រព័ន្ធ Android Samsung Android បាទចាប់ដើមមុន ចាប់ដើមមុនមិនក៏ចាប់ដើមមុនតែយកមកកាត់តបែបនេះហេតុអីបើយើងមើលអត់ឃើញផងហ្នឹងហេតុអីតែចាប់ដើមដឹងហើយដឹងតែគាត់ស្អាតអត់ពឹងគេថតទេឬក៏បងអូនត្រូវតែដឹងស្លាច់ពីការឡើងមកទីថតតែខ្លួនឯងឬក៏វាមិនបងដូចថាកន្លែងហ្នឹងដោយបងអូនពិសេសពេកចឹងបងដូចតែបបាក់នឹងសួរវិញ បាទកន្លែងខ្លះយើងត្រូវការពឹងពាក់ម្ដងមកកាលដែរដោយសារយើងចាប់អត់បានកន្លែងខ្លះបបាក់កាមេរ៉ាវាត្រូវរបៀបបាទសកម្មភាពច្រើនអញ្ចឹងយើងត្រូវពឹងពាក់ តែភាគច្រើនគឺថតខ្លួនឯង ថតខ្លួនឯងនេះទៅទីតាំងនៅផ្ទះទេឬក៏ នេះកំណត់បងអូនក៏ប៉ុន្តែអ្នកខ្លះគិតថាបើសិនជាយើងមានពិការភាពហើយគាត់ណាអពិការភាពដើម្បីមើលថែយើងប៉ុន្តែចិត្តកំណត់អូនគិតថាគឺរកអ្នកពិការភាពដូចគ្នាដើម្បីបានមនុស្សស្មោះអញ្ចឹងជំនួយបងអូនប្រវិញទស្សនៈបងអូនដូចគាត់ដែរអត់ គាត់ពិការភាពលេងស្រាប់តែខ្ញុំឃើញបងអូនបើគិតពីព្រេងនិយាយមានរឿងមួយដំណើរខ្លះលេងស្រាប់ឃើញខ្ញុំគិតថាអ្នកផ្សេងទេអ្នកថតឲ្យបងអូនណាអញ្ចឹងស្វាមីអ្នកថតឲ្យទេ ចាបង ហើយដល់ពេលស្វាមីបងអូនទៅថតឲ្យវិញ គាត់អ្នកដាក់ ខ្ញុំថតចុចកាមេរ៉ាចោលហើយខ្ញុំដើរទៅហើយបើយកមកកាត់ គាត់អ្នកជំនាញរៀបប្លង់រៀបអីឲ្យស្អាតអញ្ចឹងទៅកន្លែងណាខុសយើងកាត់អញ្ចឹងទៅ អញ្ចឹង ចាបង បងអូនចុចបើធម្មតាគេថាចាំប្លង់ឯងស្រាប់បងអូនមិនតន់អត់ឃើញមានមនុស្សនៅហ្នឹងផងលេខបងអូនចុចគេដើរចូលទៅខុសប្លង់មិន អត់ទេបងវាប្រាប់តាទូរស័ព្ទហ្នឹង អញ្ចឹង បាទបើសិនជាអត់មានមនុស្សវាអត់អានទេវាអត់ប្រាប់ទេ អូ បាទបើសិនជាមាន3នាក់វាអាន to face ឬក៏ see face អញ្ចឹងទៅបើអត់គឺអត់ហ្មង ហើយកាត់តបងអូនប្រើតាមកម្មវិធីកុំព្យូទ័រឬក៏កាត់តតាមទូរស័ កុំ ព្ទ ព្យូទ័រក៏មានទូរស័ព្ទក៏មានដែរប៉ុន្តែភាគច្រើនគឺនៅលើទូរស័ព្ទដៃឲ្យកាត់លឿនជាង អូការកាត់នេះបងអូនរៀនតាម CapCut ឬក៏រៀនតាម វាមានកម្មវិធីច្រើនដែលបងសម្រាប់ប្រើបានវាមាន Filmora វាមាន CapCut រយៈពេលប្រហែលខែប្រហែលឆ្នាំនេះមិនចេះកាត់តតាមទូរស័ព្ទ អត់ទេបងបើយើងយកមករៀនប្រើហ្មងប្រហែលជាមួយសប្តាហ៍ទេយើងអាចប្រើការបានទេ ខ្ញុំមិននិយាយទៅអីកូនចៅខ្ញុំខ្លះកាត់តដល់បងអូនទេសមត្ថភាពចាញ់បងអូនមិនមែនថាយកកូនចៅមកឲ្យគេក្នុងនេះពួកអីគាត់អភិការភ្នែកក៏មិនតែទុកពេលឲ្យគាត់រៀនកាត់តគឺគាត់កាត់តអត់ចេះចំណែកបងអូនវិញគ្រាន់តែកាត់តតាមទូរស័ព្ទបងអូនអត់ចេះនឿយហត់បងអូនពិការភ្នែកផងអត់ចេះនឿយហត់គឺជីវិតបងអូនតស៊ូបែបនេះអស់តោះហើយក្នុងការដែលការសមត្ថភាពនេះមិនងាយអ្នកណារកបានណាបាទពេលខ្លះបងសួរសំណួរនេះអាចប៉ះពាល់ពេលខ្លះបងអូនដែលតូចចិត្តខ្លួនឯងឯងដែលអន់ចិត្តខ្លួនឯងរហូត
គេហៅថាបើសិនជាអាចស្រកទឹកភ្នែកទៅយំដែរគិតតូចចិត្តខ្លួនឯងអូនហើយបើតូចចិត្តចំណុចណា មានម្ដងមកកាលដែរបង រឿងអីគេដែរ ភាកតិចទេដូចថាអ្វីដែលយើងត្រូវប្រើភ្នែកដូចថាជាពិសេសចង់មើលឯកសារអីផ្សេងសម្រាប់ឯកសារសោភ្លឺអញ្ចឹងណា បាទ យើងពិបាកនៅក្នុងការមើលហើយមួយទៀតរឿងមើលមុខកូនហ្នឹងបងមុខកូនក្នុងផ្ទៃទៅអេកូទៅអីចឹងយើងចង់ឃើញគាត់ការលូតលាស់របស់គាត់បង្រាស់ធ្វើចលនាអីមិនប៉ុន្តែយើងមើលអត់ឃើញអញ្ចឹងកន្លែងហ្នឹងធ្វើឲ្យយើងរៀងតូចចិត្តតែវាមិនខ្លាំងទេបងតូចចិត្តម្ដងមកកាលអញ្ចឹងទៅក៏វិបត្តិទៅវិញចា៎ ចំពោះបងអូនផង បាទអត់ខុសគ្នាទេបង ដូចគ្នា បាទ អញ្ចឹងហើយបានថាយើងរកបានថាជាបុណ្យសំណាងរបស់បងអូនទាំងពីរនាក់ដែលបានស្វាមីពុកពេញតែភក្ដីភាពនិងភាពស្មោះត្រង់ចំពោះគ្នាបងអូនក៏ដូចបងអូនប្រុសក៏ដូចគ្នាបានភរិយាអាដាមភរិយាដែលល្អមានភក្ដីភាពចំពោះស្វាមីដូចគ្នា បាទ អញ្ចឹងហើយគឺជាបុណ្យប្រេងរបស់បងអូនទាំងពីរនាក់ហើយឥឡូវនេះទទួលបានចំណងដៃថ្មីមួយទៀតគឺកូនស្រីបាទនឹងសម្រាប់នៅពេលឆាប់ប្រហែលខែខាងមុខនេះប្រហែលខែបង ឥឡូវ8ខែហើយបង 3ខែណា 8 អូ8ខែចឹងនៅសល់1ខែទៀតណា ចា៎ 1ខែ10ថ្ងៃទៀតដល់ហើយ ចា៎ ចឹង1ខែ10ថ្ងៃទៀតបាន បានស្ទីបមុខកូនហើយ បានស្ដាប់ អត់មើលស្ទីបមុខកូន អត់ទេកូនស្អាតដូចឪពុកម្ដាយចឹងបាទ ចា បងនិយាយនេះមិនមែនបងដោយសារបងអូនមើលមិនឃើញបងទៅសើថាបងអូនស្អាតទេអត់ទេណានេះជាពាក្យពិតរបស់បងថាបងអូនប្រុសបងអូនស្រីពិតជាស្អាតមែនណា ចា បាទមិនមែនជាការបញ្ចូលទេបាទមួយវិញទៀតដោយសារតែឃើញការតស៊ូរបស់បងអូននៅក្នុងបណ្ដាញសង្គមនៅភាពតស៊ូក្នុងឆាកជីវិតបាទចេះប្រើនៅបណ្ដាញសង្គមចេះប្រើគ្រប់បែបយ៉ាងមានចំណេះជំនាញមានសមត្ថភាពខ្ពស់ក្នុងការដែលបងអូនយកមកប្រើនៅសមត្ថភាពពិសេសរបស់បងអូនចេះចែករំលែកទៅដល់សង្គមឥឡូវនេះយើងមានកាដូពិសេសសម្រាប់បងអូននឹងពីដឹងថាជាកាដូអីទេ អត់ដឹងបង អត់តាន់ដឹងទេបង បាទចឹងដឹងចុះបើសិនជាយើងមានកាដូអីពិសេសជូនបងអូនតើបងអូនព្រមទទួលអត់ ទទួល ព្រម ស ទទួល ប្បាយចិត្ត បាទ ដើម្បីជាការឆ្លើយតបនៅក្នុងការដែលបងអូនតស៊ូក្នុងឆាកជីវិតទាំងពីរនាក់ប្តីប្រពន្ធតែម្ដងពីកម្មវិធីរបស់យើងនឹងមានការ surprise ពិសេសជូនដល់បងអូនចង់បានទេ ចង់ដឹង ចង់ដឹងអត់ ចង់ដឹងខ្លាំង បាទហើយបើសិនជាការ surprise នេះមានអ្វីជូនដល់បងអូនទទួលយកទេ បាទទទួលយកទៅគ្នាសប្បាយរីករាយតែម្ដង អរគុណមុននឹងដល់ការ surprise នេះខ្ញុំបាទនឹងធ្វើការចាក់បាទក្រុមការងាររបស់យើងនឹងធ្វើកម្មវិធីជជែកវែងញែកនឹងធ្វើការចាក់នៅវីដេអូតាក់ទងនឹងបងប្អូននៅក្នុងបណ្ដាញសង្គមណាគាត់មានវីដេអូជាច្រើនលោកស្រីអ្នកកញ្ញាសូមជើញទស្សនានៅវីដេអូនេះជាបន្តដូចទៅបាទសូមជើញ អរិយនឹងស្រមោលនេះជាខ្ញុំតែនេះជាពណ៌ប៉ិនរបស់ខ្ញុំកូនជ្រូកទាំង3ខ្ញុំមកចាប់ខ្ញុំធ្វើជាប្រព័ន្ធនឹងខ្ញុំជាកណ្ដាលខ្ញុំត្រូវតែរបាយសម្រាប់អត់ខ្លាចតែស៊ីមីរ៉ាផាសនទុកលាក់ទុកនេះរដូវប្រាំងអរិយហៅជ្រៀមលេងសប្បាយមិនកិតខ្វល់ខ្វាយរកស្រូវអង្គទុកឡើងអើស្វាយចាំទីបើសិនជាព្រមនឹងខិតឲ្យខ្ញុំពីអ្នកប្តីប្រពន្ធនេះភ្លឺតែម្នាក់ក៏បានដែរបើសិនជាគេឲ្យភ្លឺតែម្នាក់មែនខ្ញុំសូមឲ្យប្តីខ្ញុំភ្លឺចុះព្រោះគាត់ជាមេគ្រួសារ អរឯងព្រឺទៅខ្លួនឯងជាអ្នករៀបចំចាត់ចែងការងារផ្សេងនៅក្នុងផ្ទះខ្លួនឯងជំនាញណាចឹងខ្លួនឯងអាចដឹកពុកបានហើយបងអត់ចង់ធ្វើទេបងប៉ុណ្ណឹងបានទេទៅ បន្ទាប់ពីបានទស្សនាវីដេអូនេះបងរំភើបបងអត់ដែរស្រត់ទឹកខ្លួនឯងតែបងបានទស្សនាវីដេអូបងអូនទាំងពីរនាក់បងអូនតស៊ូជីវិតនៅបងលើសូវចំណុចមួយ
បើសិនជាបងអូនទាំងពីរបានភ្លឺភ្នែកតាចង់ឲ្យអ្នកណាមុនបងអូនប្រុសថាឲ្យបងអូនស្រីខ្លួនស្រីថាឲ្យបងមកពីចាក់ចំឈួលអត់បេះដូងបងពីព្រោះឲ្យបងចូលចិត្តជីវិតអ្នកតស៊ូព្រោះបងកាត់មកក៏ជីវិតអ្នកតស៊ូដូចគ្នាដែរបងសូមកោតសរសើរចំពោះបងអូនសូមអភ័យទោសដោយសារតែខ្ញុំរំភើបធម្មតាតែខ្ញុំរំភើបខ្ញុំទីកំសួលអារម្មណ៍ពីស្រកទឹកភ្នែកដល់ឯងអរគុណខ្លាំងឥឡូវនេះយើងចូលដល់កម្មវិធី surprise ដល់បងអូនទាំងពីរអ្នកតែម្ដងបាទការ surprise ដល់បងអូនទាំងពីរអ្នកនេះដោយសារឃើញថាបងអូនមានតស៊ូក្នុងឆាកជីវិតក្រុមហ៊ុនលោកអគ្គនាយកការនៃក្រុមហ៊ុនផលិតផលសាប៊ូកក់សក់ Uvel និងកេយិនសិនយ៉ាងធានិងទឹកអប់ Uvel គាត់នឹងសូមអញ្ជើញបងអូនធ្វើជាអ្នកប្រម៉ូទឲ្យក្រុមហ៊ុនតែម្ដងតើបងអូនយល់ព្រមដែរឬទេបាទយល់ព្រមតែយើងប្រម៉ូទនឹងបានលុយហើយណាមិនឲ្យបងអូនប្រម៉ូទអត់មានជូនថវិកាទេណានិយាយគ្នាត្រង់តែម្ដងណាអញ្ចឹងបងអូនព្រមទទួលថាបងអូនធ្វើជាអ្នកប្រម៉ូទដល់ផលិតផលសាប៊ូកក់សក់ Uvel គឺយិនសិនយ៉ាងធានិងទឹកអប់ Uvel ហើយបាទទទួលដោយក្តីរំភើបមូលហេតុអីបានជាទទួលព្រោះជាការផ្ដល់ឱកាសមួយសម្រាប់ឲ្យយើងខ្ញុំទាំងពីរនាក់បានរកប្រាក់ចំណូលបន្ថែមអញ្ចឹងអរគុណខ្លាំងមែនតើឃើញថាបងអូនព្រមទទួលធ្វើជាអ្នកប្រម៉ូទឲ្យផលិតផលសាប៊ូកក់សក់ Uvel គឺយិនសិនយ៉ាងទៀតក៏ដូចជាទឹកអប់ Uvel ហើយសង្ឃឹមថាការងារមួយថ្មីនេះបងអូននឹងទទួលឲ្យធ្វើដោយមានការគ្រប់គ្រងនិងធ្វើឲ្យអស់ពីសមត្ថភាពដែលក្រុមហ៊ុនបានដាក់ជូនក៏ដូចជាក្រុមហ៊ុនយើងក៏មានការប្រខិតបង្ខំឬក៏ការដាក់គំនាបឲ្យបងអូនដែរបងអូនធ្វើទៅតាមស្រួលទៅណាការងារណាដោយសារយើងយល់ថាបងអូនគឺជាអ្នកពិការភាពដូច្នេះហើយយើងលក្ខខណ្ឌយើងគាត់ដាក់ប៉ុណ្ណឹងប៉ុន្តែយើងធ្វើមិនយើងតាមស្រួលនៃបងអូនធ្វើចោះណាដោយសារក្រុមហ៊ុនគាត់ប្រាប់មកអញ្ចឹងមិនមានអីឲ្យបងអូនជាការគំនាបដែលឲ្យបងអូនពិបាកអីទេនោះអត់ទេណាព្រោះអីក្រុមហ៊ុនសាប៊ូកក់សក់ Uvel យិនសិនយ៉ាងធានិងទឹកអប់ Uvel គឺដើម្បីចង់ចូលរួមចំណែកឲ្យបងប្អូនជនពិការរបស់យើងនឹងគាត់មានការងារធ្វើបន្ថែមក្រៅពីការងារអាជីពរបស់គាត់រាល់ថ្ងៃអញ្ចឹងហើយយើងបានឲ្យបងប្អូនបានចូលរួមចំណែកទៅបងប្អូនបានថវិកាដើម្បីគ្រប់គ្រងគ្រួសារខ្លះបន្តទៀតណាបងណាបាទអរគុណខ្លាំងណាស់បន្ទាប់ពីបងប្អូនបានទទួលការងារហើយក៏ដូចជាបានកម្មវិធីរបស់យើងបានជជែកវែកញែករឿងរ៉ាវមួយចំនួនជាមួយបងប្អូនហើយតកតងពីប្រវត្តិខ្លះនឹងការតស៊ូនឹងអាជីពការងារតើបងប្អូនប្រុសក៏បានបងប្អូនស្រីក៏បានមានពាក្យពេចន៍អីជាការផ្ដាំផ្ញើទៅដល់បងប្អូនដែលពិការភាពមិនថាពិការភាពបែបណានោះទេធ្វើម៉េចឲ្យគាត់តស៊ូនឹងការតាំងចិត្តនឹងឆាកជីវិតកុំឲ្យអស់សង្ឃឹមសូមជឿអ្នកណាមុនក៏បានសូមជឿជាដំបូងសូមអរគុណដល់ក្រុមហ៊ុន Uvel ដែលជាកអិយ៉ាងធាដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំទាំងពីរនាក់រកចំណូលបន្ថែមហើយនេះគឺបញ្ជាក់ថានៅក្នុងសង្គមយើងគឺបំបត្តិនៅការរើសអើងច្រើនអញ្ចឹងក្រុមហ៊ុន Uvel ក៏ដូចជាកអិយ៉ាងធាបានផ្ដល់នៅការលើកទឹកចិត្តពិសេសគឺគាត់បានគិតគូរនិងលើកពីសមត្ថភាពរបស់យើងខ្ញុំទាំងពីរនាក់ឲ្យតម្លៃពួកខ្ញុំទោះបីជាពួកខ្ញុំជាជនមានពិការភាពក៏ដោយបាទចាហើយសម្រាប់ការសំណូមពរឬក៏ផ្ដាំផ្ញើគឺសូមសំណូមពរឲ្យបងប្អូនជនមានពិការភាពទូទៅទាំងអស់មិនថាជនមានពិការភាពភ្នែកឬក៏ផ្នែកកាយសម្បទាណាមួយទេសូមឲ្យគាត់មានការតស៊ូប្រឹងប្រែងតាំងចិត្តខ្ពស់បំផុតជំនះរាល់គ្រប់ឧបសគ្គទាំងឡាយចាកុំចោះចាញ់ហើយក៏កុំគេហៅថាដាក់ខ្លួននៅក្នុងភាពពិការរបស់ខ្លួនឯងហើយយើងត្រូវគិតថាយើងត្រូវក្រោកឈរឲ្យបានចាបាទអរគុណខ្លាំងមែនទែនចំពោះបងអូនស្រីដែលបានមានពាក្យពេចន៍តាក់ទងនឹងការផ្ដាំផ្ញើដល់បងប្អូនពិការភាពមិនថាពិការភាពបែបណានោះទេសូមឲ្យមានការតស៊ូក្នុងឆាកជីវិតបន្តទៅទៀតហើយនៅពេលដែលយើងតស៊ូក្នុងឆាកជីវិតសង្គមយើងអត់បោះបង់យើងចោលទេទោះបីគាត់មិនតស៊ូក៏ពិតមែនក៏ប៉ុន្តែក៏សង្គមមិនបោះបង់ចោលដែរហើយបើគាត់មានការតស៊ូសង្គមរឹតតែលើកតម្កើងបន្ថែមទៀតដោយសារតែគាត់មានចំណេះជំនាញដូចបងអូនទាំងពីរនាក់អញ្ចឹងណាហើយឥឡូវនេះបងប្អូនពិការភាពយើងអ្នកខ្លះឡើងទៅជាអនុរដ្ឋលេខាធិការរដ្ឋលេខាធិការអាដាមលោកជំទាវជាច្រើននេះដោយសារការឆ្លុះបញ្ចាំងពីសង្គមរបស់យើងជាពិសេសថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងបានយកចិត្តទុកដាក់មិនបោះបង់ចោលដល់អ្នកពិការភាពទេនេះដែលថាថ្នាក់ដឹកនាំរបស់យើងគាត់ជួយជុំជ្រែងអានេះយើងសូមអរគុណដល់ថ្នាក់ដឹកនាំជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងតែម្ដងណាបាទអរគុណខ្លាំងណាស់ដោយសារតែពេលវេលារបស់យើងបានដល់ទីបញ្ចប់ហើយខ្ញុំបាទធ្វើកិច្ចសម្ភាសជាមួយបងអូនក៏បានវែងឆ្ងាយហើយបើសិនជាខ្ញុំបាទធ្វើកិច្ចសម្ភាសជាមួយបងអូនទាំងពីរទៅមានការខ្វះខាតលឺលួស
ត្រង់ចំណុចណានោះសូមសម្ដេចអាចដាំលោកជំទាវលោកញ៉ាលោកស្រីនៃកញ្ញាមេត្តាខន្តីអភ័យទោសចំពោះខ្ញុំបាទអ៊ំជីវ៉ានិងប្អូនទាំងពីរអ្នកផងកម្មវិធីយើងឧបត្ថម្ភដោយបាទនៅពេលនេះកម្មវិធីរបស់យើងសូមអរគុណសូមគោរពលាបាទសូមអរគុណ កៅអៀកយិនសិនយ៉ាងធាជាកៅអៀកមានគុណភាពខ្ពស់ពីប្រទេសចិនសំឡងពីអាសត្វបុរាណចិនជាច្រើនប្រភេទជួយបំបត្តិអាការៈចុករោយដៃជើងឈឺសន្លាក់ឈឺសាច់ដុំនិងក្លេចថ្លោះយ៉ាងមានប្រសិទ្ធភាព